แสงจูเลียนជាយុវជនសាមញ្ញម្នាក់នៅក្នុងភូមិពេលនោះក៏លេចមុខនារីអាចកំបាំងនៅកន្លែងបាត់សាកសមបាងប៉ាប៉ាយើងត្រូវតែឈ្នះក្នុងការប្រើក្បាច់គុណនេះទទួលយកទៅការប្រកួតក្បាច់គុណប៉ាប៉ាធ្វើបានល្អហើយពិភពខាងក្រៅអាក្រក់មានជាច្រើនត្រូវតែបញ្ចប់ពីពេលនេះត្រូវតែបញ្ចប់ទទួលសិទ្ធិប្រាញ់មុខដោយក្រុមហ៊ុន PPCTV រឿងធម្មពលមនុស្សចម្លែកមានផ្សាយជូនទស្សនាក្នុងពេលឆាប់នេះនៅលើកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV តែមួយគត់គឺប៉ុស្តិ៍លេខ6 HD